Được sơ cứu ngày đây thôi cái ca bị quý hại năm bảy thì vừa vì trên thợ ca châu và cả sinh ý sĩ thủ mỗi chia được 4 dân sau stand rồi bảo ý sĩ thủ hãy mỗi tiết dân đặt số 1 hai dân chơi rơ về do dụng tử đây này ní dân cả khí phe hơi về chẳng ở xe nhưng mà miễn khí phe chẳng cái gì cả khí phe thôi nhưng là cho vào thử hay với cái create hay đi hiệu pin anh save về lại là desktop trên top bây giờ và cả khi phe như của cái chất năng stand quyền cho stand bảo hiểm các bạn chốt chạy này chẳng dân chăm ở spectre check này mình thích bởi vì check 3%. Ok, mình tập đi check hai dân của cả connect với tất cả SA mà dân ok trong dân của cả log từ kênh SA và dân dân select the instant và dân rồi cái gì sẽ connect gồm bay SA chối cho cả thử giờ SA slide hay dân copy SA cho dân của cả cho cả trong cái số lượng luôn bất thể ở ngày này đấy mình vừa cái
កិច្ចការ web ដែល Nginx ដែលលោកគ្រូបានឲ្យដែលជាកិច្ចការទី2អញ្ចឹងហើយអ្វីបានយើងប្រើប្រាស់ Nginx វាប្រៀបបីដូចជាអ្នករត់តុមួយអញ្ចឹង EC2 អញ្ចឹងគឺជាភោជនីយដ្ឋានឧទាហរណ៍អញ្ចឹង Nginx នៅពេលដែលវាចង់បានអីពី EC2 អាហ្នឹងវានឹង show ពី EC2 ទៅអញ្ចឹងដើម្បីweb ទៅកាន់ Nginx នឹងបានយើងត្រូវការប្រើប្រាស់ម៉ាស៊ីន EC2 របស់យើងអញ្ចឹងយើងចូល EC2 ហើយយើងជ្រើសរើស instance ហើយដោយសារខ្ញុំមាន instance របស់ខ្ញុំមួយហើយដែលខ្ញុំបង្កើតខ្ញុំធ្វើការ SH instance ហ្នឹងអញ្ចឹងយើងចូល SH client យកហើយ KPI ខ្ញុំមានដែរអញ្ចឹងខ្ញុំអត់ធ្វើការកើតថ្មីទេអូខេអញ្ចឹងខ្ញុំធ្វើការចូលទៅកាន់ database SH KPI របស់ខ្ញុំទុកនៅលើ desktop អញ្ចឹងខ្ញុំធ្វើការចូល desktop ហើយខ្ញុំធ្វើការ change mode វា400ហើយ KPI របស់ខ្ញុំឈ្មោះ fnl12.2 អូខេអញ្ចឹងបន្ទាប់ពីប្រើ KPI ហើយ change mode ហើយខ្ញុំ SH ពេលបន្ទាប់ SH ហើយយើងបានជោគជ័យហើយបើសិនបើយើងអត់ទាន់មាន Nginx ទេយើងធ្វើការប្រាប់ install ហើយដើម្បី install យើងប្រើប្រាស់ command sudo apt install Nginx ហើយបើសិនយើងមានហើយយើង update ឥឡូវទីហើយខ្ញុំ update វាចុះអូខេអញ្ចឹងវាកំពុង update ហើយអញ្ចឹងបើសិនបើយើងអត់ទាន់ enable យើងធ្វើការ enable វាទៅហើយបើយើងចង់ដឹងថា Nginx យើង run ឬក៏អត់យើងធ្វើការ check status របស់វាអញ្ចឹងដើម្បី check status យើងប្រើប្រាស់ command sudo system.out status Nginx គេអញ្ចឹងវា active ហើយយើងទៅកាន់ Fazilla ដើម្បីដាក់ file HTML យើងចូលហើយចូល signature អានេះបើសិនបើយើងអត់ទាន់មានយើងធ្វើការបង្កើត new site តែដោយសារខ្ញុំមានហើយអានេះខ្ញុំបង្កើតមុនហ្នឹងហើយ web ចឹងបើសិនបើអ្នកទាំងអស់គ្នាមានយើងធ្វើការកន្លែង protocol នេះយើងយក SH ហើយកន្លែង host នេះយើងយក IP របស់ EC2 យើងអញ្ចឹងបើសិនបើយើងចង់ដឹង IP វាមិនយើងធ្វើការ check IP របស់វាអញ្ចឹងដើម្បី check យើងប្រើប្រាស់ command cool check IP ហើយ Amazon aws.com អូខេអញ្ចឹងនេះ IP ខ្ញុំមកពីមកហើយកន្លែងនេះដែរយើងជ្រើសរើសយកវា key 5ហើយនេះគឺជា key 5ខ្ញុំដែលលើ desktop អញ្ចឹងបើអ្នកនរគ្នាអត់មានយើងធ្វើការប្រោរក key 5ហើយចុច connect អូខេអញ្ចឹងយើងធ្វើការទៅរកធ្វើការ change mode ដើម្បីអាចទាញ file ពី desktop របស់ខ្ញុំដើម្បីឲ្យចូលមកកាន់ folder HTML នេះបាទអញ្ចឹងគេ change mode ខ្ញុំទៅ change mode ហើយខ្ញុំធ្វើការចូល Fazilla file HTML ចូលយើងមិនដល់ជាមួយនឹង HTML គេនេះជា index HTML ចឹងទាញ file ខ្ញុំចូលខ្ញុំតបពីនេះហើយខ្ញុំធ្វើការ restart ខ្ញុំធ្វើការ restart ហើយខ្ញុំយក IP របស់ database អូខេអញ្ចឹងនេះគឺជា web Nginx របស់ខ្ញុំហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណគ្រូ
Thank you.